បាទនេះជាវ៉ាន់ទឹកអូតូយើងប្រើថ្មហើយនិងសូឡាអញ្ចឹងយើងមិនដូរថ្មទេសម្រាប់ទៅយក21នៅក្នុងនេះទី1យើងអាចចុចបើកចុចប៊ូតុង U ដើម្បីបើកវាដើរបន្ទាប់មកយើងចុច U ទៀតដើម្បីបិទវាវិញដើម្បីដឹងថាវាដើរបន្ទាប់មកការងារទី1យើងសេរីម៉ោងយើងចុចលើប៊ូតុងនឹង U មកចាប់ដើមដូរម៉ោង11បន្ទាប់មកយើងចុចលើសញ្ញាស្មើនេះដើម្បីកំណត់បន្ទាប់មកដូរនាទីយើងចុចឡើងចុះបន្ទាប់មកយើងចុចសញ្ញាស្មើទៀតដើម្បីកំណត់ម៉ោងបន្ទាប់មកយើងដូរប្រូក្រាមមានទី1ទី2ដល់8បន្ទាប់មកយើងចុចប៊ូតុងកងចាក់ U ដើម្បីចាប់ដើមសេរីម៉ោងចាប់ដើមយើងកំណត់ម៉ោងទីម៉ោង6ម៉ោង7បន្ទាប់មកយើងចុចសញ្ញាស្មើទៀតកំណត់នាទីឥឡូវយើងចាប់ដើមបិទម៉ោង7និង5នាទីបន្ទាប់មកយើងដូរទៅថាម៉ោង7និង10នាទីចុចសញ្ញាស្មើអញ្ចឹងនេះប្រូក្រាមទី1ហើយមួយថ្ងៃស្រោចម្ដងបើសិនថ្ងៃស្រោចម្ដងចុចលេខ1ហើយចុចសញ្ញាស្មើបន្ទាប់មកដូរទៅលេខ2មានប្រូក្រាមទី2យើងចុចសញ្ញាកងចាក់ U ដើម្បីកំណត់ម៉ោងដើរម៉ោងប្រហែលអញ្ចឹងប្រូក្រាមទី2យើងឲ្យវាដើរនៅម៉ោង9ព្រឹកចុចសញ្ញាស្មើបន្ទាប់មកចុចដូរថាដើរបិទវិញនៅម៉ោង9និងចុចម៉ោង10គត់ជាង1ម៉ោងបន្ទាប់មកនេះយើងដូរលេខ2មានថា2ថ្ងៃស្រោចម្ដងបន្ទាប់មកចុចសញ្ញាកងចាក់ម្ដងទៀតថាយើងយកកំណត់ហ្នឹងអញ្ចឹងមានមួយថ្ងៃស្រោច2ដងហើយយើងមានប៊ូតុង